ស្ដីអ្នកទាំងអស់គ្នាបាទគឺថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដើម្បីចែករំលែកទៅបងប្អូនទាំងអស់គ្នាចំពោះបងប្អូនណាដែលចង់បិទឆាតពេលដែលយើងលក្ខណៈថាយើងទៅចូលអានឆាតគេអីចឹងណាបងប្អូនទាំងអស់គ្នាអានឆាតនៅក្នុងឆាតផងគេដើម្បីកុំឲ្យគេដឹងគឺអាហ្នឹងគឺរបៀបយើងទៅបិទវាឥឡូវយើងចាប់ផ្ដើមចូលទៅតែម្ដងដើម្បីឲ្យយើងឲ្យបងប្អូនដឹងទាំងអស់គ្នាឥឡូវយើងចូលទៅក្នុងឆាតទៅតែម្ដងបាទយើងចូលឆាតហើយគឺយើងចូលទៅកន្លែងនេះទៅមើលកន្លែង setting បាទ setting ខាងលើនេះបងប្អូនទាំងអស់គ្នាបាទយើងចុចចូលមកគឺវាមានសញ្ញាបែបនេះហើយយើង scroll ទៅក្រោមដើម្បីមើលសញ្ញារូបផ្ទះបងប្អូននេះបងប្អូនទាំងអស់គ្នាបាទនេះជារូបផ្ទះឥឡូវបងប្អូនចាប់ដើមចូលទៅកន្លែងហ្នឹងមកបាទកន្លែងខ្ញុំគូសនេះដើម្បីឲ្យបងប្អូនស្រួលមើលទាំងអស់គ្នាឥឡូវយើងចូលទៅនឹងហើយបងប្អូន scroll មកក្រោមទៀតដើម្បីរកអក្សរមួយណានេះបងប្អូនទាំងអស់គ្នាបាទនេះបងប្អូនចូលទៅនឹងមកដើម្បីបិទអានេះផងខ្ញុំនេះគឺអត់តាន់បិទទេបងប្អូនទាំងអស់គ្នាបាទអានេះគឺខ្ញុំតាមដឹងថ្មីអញ្ចឹងខ្ញុំធ្វើវីដេអូចែកនៅក្នុង fan នៅក្នុង YouTube របស់ខ្ញុំឥឡូវបងប្អូនចូលទៅមើលទៅចូលបិទអាហ្នឹងទៅដើម្បីលក្ខណៈថាកុំឲ្យយើងចូលទៅអានឆាតគេអញ្ចឹងណាហើយបងប្អូនណាមិនចង់បិទក៏អីដែរតែចំពោះបងប្អូនណាយើងចូលអានឆាតគេដើម្បីកុំឲ្យគេមើលដឹងហើយយើងចូលមើលចូលអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទយើងបិទចេញមកគឺរួចរាល់តែម្ដងបាទអញ្ចឹងបិទហើយយើង scroll មើលសិនបាទគឺពេលហ្នឹងគឺហើយហ្មងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអរគុណចំពោះបងប្អូនដែលបានចូលមើលជួបខ្ញុំនៅវីដេអូក្រោយទៀត